មុននេះឬក៏ប្រហែលថ្ងៃនេះគឺមានបញ្ហាតើតើនឹងធាតុអាកាសនឹងខ្លាំងដោយថ្ងៃនេះគឺនៅទឹកដីប្រសិទ្ធនេះគឺភ្លៀងខ្លាំងមែនតើអញ្ចឹងធ្វើឲ្យមានបញ្ហាផ្គររន្ទះហើយបងប្អូនថាដឹងថាចាប់ពីប្រហែលថ្ងៃនេះមកគឺថាតើតើនឹងគ្រោះធម្មជាតិគឺកំពុងតែមានមហន្តរាយច្រើនកើតឡើងការប្រែប្រួលអាកាសធាតុទាំងការរញ្ជួយដីហើយនឹងឲ្យមានបញ្ហាធ្លាក់ភ្លៀងផ្សេងការខ្យល់ព្យុះខ្យល់កន្ត្រាក់ហើយនឹងរន្ទះអញ្ចឹងប្រព័ន្ធសេវាអ៊ីនធឺណិតគឺអត់សូវល្អទេបងប្អូនណាអញ្ចឹងដូចជាការ live នេះអញ្ចឹងមិនទៀងទាត់ទេក្រោយថ្ងៃក្រោយទៀតទៅប្រព័ន្ធអ៊ីនធឺណិត live មិនកើតក៏មានតែបងប្អូនតាមដានវីដេអូចាស់ដែលខ្ញុំបាទ live ព្រោះបើសិនជា live អត់កើតក៏អត់ដឹងថា live យ៉ាងម៉េចជូនបងប្អូនព្រោះនៅពេលដែល live តតែប្រព័ន្ធអ៊ីនធឺណិតហ្នឹងគេហៅថាមិនរអាក់រអួលហើយក៏គេហៅថារលូនក៏យើងនៅតែ live បន្តទៀតហើយសម្រាប់គ្រោះធម្មជាតិក៏នៅតែវាយប្រហារមនុស្សដដែលដោយសារតែជីននេះជាគ្រោះទំនាយដែលត្រូវកើតឡើងបងប្អូនបើសិនជាគ្រោះទំនាយអ្វីដែលអាចកែបានគឺថាមានតែបងប្អូនខំធ្វើបុណ្យសន្សំកុសលធ្វើបុណ្យឲ្យបានច្រើនបើដឹងតែខ្លួនមានកម្មចម្ពាក់កម្មគឺត្រូវតែនឹងឲ្យផ្សាយមេត្តាចិត្តនឹងឲ្យសន្សំតែបុណ្យឡើងវិញធ្វើអំពើល្អឡើងវិញឲ្យបានច្រើនណាព្រោះថាពេលនេះរន្ទះក៏មិនស្គាល់មនុស្សមិនស្គាល់សត្វណាត្រូវបាញ់គឺបាញ់ឲ្យបងប្អូនណាអ្នកដែលក្បត់ពាក្យសច្ចៈអ្នកដែលមិនមានភាពណាគេហៅថាជាមនុស្សពិតប្រាកដរស់នៅក្នុងអំពើបាបច្រើនហើយជាមនុស្សដែរនៅធ្វើតាមអំពើអាក្រក់សាងតែបាបសាងតែពីវិរិយគឺថាកិច្ចមិនផុតទេបងប្អូននៅក្នុងយុគភ្លើង2025នេះព្រោះជាសម័យដែរមនុស្សទាំងឡាយត្រូវទទួលកម្មទទួលផលបាបរបស់ខ្លួនឯងតាមរយៈព្រះពុទ្ធសាសនាគឺបានព្រានបដៅច្បាស់ណាស់អំពីការសាងល្អធ្វើល្អការដែលយើងនាំគ្នាចម្រើននូវគុណធម៌ចាស់ឬការរក្សាសិល5ឡើងវិញទើបនាំឲ្យផែនដីក៏មានភាពស្ងប់សុខកូនចៅចំនួនក្រោយក៏រស់នៅបានសេចក្តីសុខតែបើសិនជាអកុសលចម្រើនឡើងសិល5ធ្លាក់ចុះបុគ្គលទាំងឡាយទ្រុះសិលមិនបានដើរតាមផ្លូវសច្ចៈរបស់ព្រះសម្មាសម្ពុទ្ធនឹងការអប់រំតាមផ្លូវព្រះសាសនាបានច្បាស់លាស់ត្រឹមត្រូវទេនោះគឺថានឹងសម្បូរទៅដោយមនុស្សអាក្រក់នឹងការទៅសម្បូរទៅដោយបុគ្គលពៀលនឹងហើយដែលទ្រុះសិលហើយជាបុគ្គលដែលស្អប់សិលនឹងនាំគ្នាធ្វើអំពើអាក្រក់សាងបាបមិនចេះចប់មិនចេះហើយផែនដីក៏នឹងដើរទៅរកសេចក្តីវិនាសក៏កាន់តែខ្លាំងដែរហើយជាក់ស្ដែងនៅក្នុងឆ្នាំ2025នេះគឺបងប្អូនឃើញហើយណាគឺមានបញ្ហាចម្រូងចម្រាសច្រើនដែលកើតឡើងស្រាប់ការកាប់សម្លាប់គ្នាក៏នៅតែបន្តមនុស្សសម្លាប់មនុស្សឆៅណាមនុស្សមកសងកម្មមកស៊ីសងគ្នាហើយបងប្អូនណាមិនថាមនុស្សមិនថាអមនុស្សទេគឺថាវេលាឆ្នាំ2025នេះតទៅយុគ9គឺថាមនុស្សចាប់ផ្ដើមស៊ីសងគ្នាទៅវិញទៅមកអ្នកណាមានកម្មជាមួយអ្នកណាក៏ទៅរកគ្នាទៅរកអ្នកដែលត្រូវការសងកម្មរឿងខ្លួនម្ចាស់កម្មរឿងខ្លួនណាឃើញគ្នាមិនបានទេគឺឃើញគ្នាកាប់ចាក់សម្លាប់គ្នានឹងមិនត្រាប្រណីទេដោយសារតែបុគ្គលទាំងអស់នោះគឺត្រូវមានអាសរបញ្ជ្រាបគ្រប់គ្រងផងហើយម្ចាស់អំណាចកម្មហ្នឹងគឺថាមិនព្រមលើកលែងឲ្យទេដោយសារតែបុគ្គលទាំងអស់នោះគឺគាត់ធ្វើតាមអំពើអាក្រក់សាងតែបាបបុណ្យកុសលរបស់គាត់ស្ដើងអញ្ចឹងធ្វើឲ្យអកុសលវិបាកវាលើកបានធ្វើឲ្យកម្មចាស់ទាញអញ្ចឹងកាលណាតែមានកម្មចាស់ទាញគឺថាបុគ្គលទាំងអស់នោះគឺនឹងជួបរឿងអន្តរាយវិនាសទាំងទ្រព្យសម្បត្តិវិនាសទាំងគ្រួសារវិនាសបងខាត់ណាហ្នឹងហើយទាំងបញ្ហាលុយកាក់ទ្រព្យសម្បត្តិនឹងហើយនឹងជីវិតរបស់ខ្លួនឯងក៏មិននៅដែរហើយបងប្អូនចេះតែសួរថាតើនៅពេលដែលអកុសលវិបាកតាមទាន់យើងថាតើលក្ខណៈបែបណាដែលអាចសម្គាល់ដឹងថានៅពេលដែលមនុស្សត្រូវទទួលកម្មឬយអ៊ុនដាក់អរិយជន់ទៅមកដល់គឺបងប្អូនសម្គាល់មើលខ្លួនឯងណាគឺអាចដឹងដល់ខ្លួនឯងបានថាទីមួយគឺយើងមានអារម្មណ៍ច្បុកច្បល់ផ្លូវចិត្តមិនស្រួលពេលជួបរឿងអ្វីមួយឆាប់ប៉ះទង្គិចហើយចិត្តនឹងចេះតែមានការរសេះរសោះណាមិនសុខមិនសាប់ក្តៅក្រហល់កាហាយមិនចូលចិត្តទៅវត្តមិនចូលចិត្តធ្វើបុណ្យទើសនេះទើសនោះសពគ្រប់ណាហើយចេះតែបណ្ដាលចិត្តឲ្យ
នឹងឲ្យនឹកឃើញរឿងវិជ្ជមានអវិជ្ជមានអាក្រក់ៗឬហៅថាអាចនឹងដឹងតាមរយៈការនិមិត្តផ្សេងយល់សុបិនអាក្រក់ៗឃើញខ្មោចឃើញព្រាយអមនុស្សឬសុបិនឃើញហេតុចម្លែកគួរឲ្យភ័យខ្លាចនោះមានន័យថាម្ចាស់កម្មពៀឬក៏អំណាចនៃអកុសលវិបាកកំពុងតែតាមឲ្យផលយើងហើយអញ្ចឹងបើបងប្អូនមានសញ្ញាទី1គាត់សុបិនចម្លែកអាក្រក់មិនសូវល្អអារម្មណ៍វិលធុញថប់ណាហ្នឹងហើយមានកំហឹងមានកំហល់មានការក្តៅក្រហល់ក្រហាយក្នុងខ្លួនច្រើនមិនសុខមិនសាប់មិនសូវចូលចិត្តធ្វើបុណ្យសាងកុសលទេគឺមានន័យថាអំណាចកម្មកំពុងតែចិត្តតាមតនយើងហើយនៅពេលដែលអំណាចកម្មតាមតនយើងម្ចាស់កម្មឲ្យផលឬក៏ពៀវេរានឹងមកដល់គឺថាយើងនឹងហ្នឹងហើយនឹងទទួលភាពអន្តរាយវិនាសតែមួយប្រភេទផ្នែកទេបងប្អូនណាគឺត្រូវមានបញ្ហាគ្រោះថ្នាក់ដល់ជីវិតបញ្ហាវិនាសទ្រព្យសម្បត្តិជាដើមណាបញ្ហាគ្រួសារផ្សេងក៏កើតឡើងពីមួយទៅមួយមិនចេះចប់ទេនេះដោយសារតែអំពើបាបកម្មរបស់មនុស្សណាដែលវាត្រូវទាញទៅបែបហ្នឹងហើយយើងក៏មិនអាចគ្រប់គ្រងបានដែរដោយសារតែអំណាចកម្មបុគ្គលមានរៀងខ្លួនម្នាក់ដែលយើងសោចរឿងគេសោចចំអកគេក៏យើងកុំគិតថាខ្លួនយើងក៏រួចខ្លួនឲ្យសោះគឺយើងត្រូវតែប៉ះដូចគ្នាឲ្យតែមានហេតុបច្ច័យគ្រប់អំណាចកម្មតាមតនពេលណាគឺថាបុគ្គលទាំងឡាយនឹងទទួលកម្មរបស់ខ្លួនឯងស្ដែងតនភ្នែកជាមិនផុតទេណាគឺយើងសោចយំគេប៉ុន្តែថ្ងៃក្រោយទៅអំណាចកម្មនឹងគឺវានឹងតាមតនយើងនឹងត្រូវយើងជំពប់ឲ្យយើងជួបរឿងអស់នឹងចាក់ជាមិនខានទេហើយបើសិនជាចង់ជៀសកម្មនឹងរួចគឺបងប្អូននឹងឲ្យត្រូវដឹងថាខ្លួនឯងមានចំណុចអាក្រក់កន្លែងណាកាន់យកចិត្តសឹកអាក្រក់បែបណាក៏យើងត្រូវលះណានៅចរិតមេនះទោសៈរបស់យើងឲ្យបានស្រាលស្ដាងតាមរយៈការសង្រួមដោយសិលនិងសមាធិជាដើមដើម្បីគ្រប់គ្រងផ្លូវចិត្តគ្រប់គ្រងការគិតត្រួតត្រាមើលគំនិតអ្វីដែលគិតមិនល្អចូលលះចេញអ្វីដែលជាគំនិតត្រឹមត្រូវចូលយកមកពិចារណាឬហៅថាធัวយោនិសោមនសិការៈគឺការគិតទុកក្នុងចិត្តដល់បាយនៃបញ្ញារឿយដូចជាពេលនេះផែនដីកំពុងតែវិនិច្ឆ័យអន្តរាយកំពុងតែទទួលកម្មគ្រោះធម្មជាតិមកដល់ចាប់ពីឆ្នាំ2025ដល់ឆ្នាំ2030គឺនឹងមានគ្រោះធម្មជាតិគ្រោះសង្គ្រាមគ្រោះអត់ឃ្លានណាបញ្ហាក្នុងសង្គមបញ្ហាក្នុងពិភពលោកកើតឡើងចលាចលខ្លាំងណាស់អញ្ចឹងមានតែណាការភាវនាការផ្សាយមេត្តារៀនសិក្សាប្រធមអប់រំចិត្តចូលក៏មានការតក់ស្លុតភ័យផិតឲ្យសោះព្រោះយើងម្នាក់កើតមកត្រូវតែស្លាប់ដូចគ្នាមិនមានអ្នកណាជាផុតទេឲ្យតែនៅក្នុងផែនដីគឺសុទ្ធតែត្រូវស្លាប់ដូចគ្នាទាំងអស់ណាគ្រាន់តែថាមានអ្នកស្លាប់មុនមានអ្នកស្លាប់ក្រោយមានអ្នកស្លាប់ដោយអំណាចកម្មមានអ្នកស្លាប់ដោយសារអស់បុណ្យណានឹងមានអ្នកស្លាប់ទៅសោយបុណ្យក៏មានអ្នកស្លាប់ទៅសោយបាបទៅនរកទៅសួគ៌ទៅតាមអំណាចកម្មរៀងខ្លួនតែប៉ុណ្ណឹងប៉ុន្តែជារួមមកគឺថាយើងគួរដល់នៅក្តីអាណិតមេត្តាព្រោះសត្វលោកទាំងឡាយគឺសុទ្ធតែមានអវិជ្ជាជារបស់ខ្លួនមានអវិជ្ជាជាបច្ច័យតណ្ហាជាហេតុណាហ្នឹងហើយគឺនាំឲ្យយើងនឹងចម្រើនតែអំពើបាបទៅតាមអំណាចផ្លូវចិត្តរៀងខ្លួនបុគ្គលណាស្គាល់មុខបាបច្បាស់ស្គាល់អកុសលវិបាកឬហៅថាអំណាចចិត្តអាក្រក់នឹងច្បាស់ក៏អាចលាលែងណាលាលែងពីអំពើបាបនឹងបានទៅតែបុគ្គលណាដែលគាត់មិនស្គាល់មុខគេហៅថាអំពើបាបឬក៏ចិត្តអាក្រក់របស់ខ្លួនច្បាស់ទេគឺថានៅតែដើរតាមអំណាចនៃចិត្តអាក្រក់នឹងរហូតដល់ធ្លាក់នរកក៏មានឬហៅថាត្រូវទទួលទុកទទួលទោសតាមកម្មរបស់ខ្លួនឯងក្នុងហ្នឹងហើយផ្លូវលោកជាប់គុកជាប់ច្បាប់ហ្នឹងហើយត្រូវអំពើបាបនឹងរុញច្រានរហូតដល់អស់ផ្លូវដើរ